មានអ្នកណាជិះផុតពីការនន្ទាបានទេសូម្បីតែព្រះពុទ្ធគុំសូវយកពាក្យសម្ដីលាមករបស់អ្នកដទៃមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងអ្នកធ្វើទានឈ្មោះថាបានឈ្នះនៅចម្បាំងដ៏ធំគឺចិត្តកំណាញ់មច្ឆរិយៈមនុស្សមានសម្ពាធបុណ្យខុសៗគ្នាជោគវាសនាជីវិតក៏ខុសគ្នាដែរប្រឹងប្រែងឲ្យអស់ពីសមត្ថភាពហើយចេះត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេពាវេរាវែងឆ្ងាយសងគេមិនងាយអស់ឡើយ